របៀបតាមដានមើលជើងយន្តហោះតាមរយៈទូរស័ព្ទដៃជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាជួបគ្នាមួយខ្ញុំនៅថ្ងៃនេះមួយដែលកាន់បងប្អូនទាំងគ្នាអំពីរបៀបនៃការតាមដានមើលជើងយន្តហោះតាមរយៈទូរស័ព្ទដៃរបស់យើងពុកម៉ែបងប្អូនដំបូងយើងចូលទៅកាន់ browser ដែលមាននៅក្នុងទូរស័ព្ទដៃរបស់ពុកម៉ែបងប្អូនទាំងគ្នារំកាន់ជ្រោមមកបន្តមកទៀតយើងចូលកន្លែង search យើងវាយពាក្យ fly fly radar 24យើងវាយទៅ fly មកវានឹង load មកគឺ fly radar 24បន្តមកទៀតយើងឃើញនេះគឺ www.flyradar24.com យើង select លើហ្នឹងមក website នេះគឺយើងអាចធ្វើការតាមដានមើលជើងយន្តហោះថាយន្តហោះឧទាហរណ៍បើសិនជាពុកម៉ែបងប្អូនទាំងគ្នាឃើញយន្តហោះកំពុងតែហោះកាត់នៅជិតខ្លួនឬក៏នៅលើត្បូងផ្ទះឬក៏អីចឹងយើងអាចធ្វើការ search ដើម្បីមើលថាយន្តហោះនេះហោះពីប្រទេសណាមកអញ្ចឹងណាពុកម៉ែបងប្អូនអូខេយើងសូមរងចាំបន្តិចពុកម៉ែបងប្អូនទាំងគ្នាអូខេចុចកន្លែងនេះគឺយើងធ្វើការខ្វែងនេះមកគឺមានន័យថាគេឲ្យយើងប្រើនៅក្នុង app អញ្ចឹងបន្តមកទៀតយើងនឹងឃើញពុកម៉ែបងប្អូនទាំងគ្នាយើងនឹងឃើញបើសិនជាយើងនឹងឃើញទីតាំងនៅប្រទេសកម្ពុជាយើងបើសិនជាអត់ឃើញប្រទេសកម្ពុជាយើងទេយើងចុចកន្លែងសញ្ញា animal សញ្ញារូបត្រីវិស័យហ្នឹងយើងចុចមកវានឹង scan រកទីតាំងរបស់យើងបន្តនេះគឺពលានយន្តហោះរបស់យើងគឺពលានយន្តហោះថ្មីយើងចុចលើហ្នឹងមកគឺគេដាក់ថាភ្នំពេញ Techo International Airport KTI អញ្ចឹងពុកម៉ែបងប្អូនគ្នាអាចធ្វើការ scroll បានឥឡូវយើងធ្វើការមើលយន្តហោះដែលកំពុងតែហោះមកនេះគឺជាយន្តហោះរបស់ប្រទេសអ្វីហោះពីណាទៅណាដែរគឺហោះកាត់ប្រទេសកម្ពុជាយើងជិតដល់ភ្នំពេញហើយគឺពីទីក្រុងកូឡាឡាំពួរទៅទីក្រុងហាណូយអញ្ចឹងសម្រាប់ដែលយន្តហោះនៅពលានរបស់យើងនៃការ select មកគឺ KTI ពីប្រទេសកម្ពុជាទៅហ្គាំងស៊ូ Airbus A320 អញ្ចឹងយើងធ្វើការ select មើលយន្តហោះមួយទៀត Jiangsu to ភ្នំពេញ Cambodia Airways គឺហោះពីប្រទេសចិនគឺ Jiangsu មកទីក្រុងភ្នំពេញរបស់យើងនៅទៅមកដល់ដែរពុកម៉ែបងប្អូនទាំងគ្នានេះគឺជាផ្លូវដែលយន្តហោះ Cambodia Airways ធ្វើការហោះមកកាត់ខេត្តជាច្រើនបន្តទៅចូលជាប្រទេសវៀតណាមកាត់ជួរសមុទ្រប្រទេសវៀតណាមទៅប្រទេសចិនអញ្ចឹងវីដេអូនៃការបង្ហាញរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងទេបើសិនជាមានចន្លោះខ្វះខាតកន្លែងណាមួយក៏សូមមេត្តាកាន់តែពីទៅផងដែរខ្ញុំនៅវីដេអូក្រោយទៀតកុំភ្លេចជួយ subscribe ផងពុកម៉ែបងប្អូនទាំងគ្នាដើម្បីទទួលបានវីដេអូថ្មីៗពី channel របស់